មនុស្សប្រុសយើងមួយចំនួនតែងតែពិបាកនៅពេលដែលយើងចង់ណាត់ជួបមនុស្សស្រីជាលើកដំបូងហើយថ្ងៃនេះខ្ញុំនឹងរៀបរាប់ពីវិធីណាត់ជួបលើកដំបូងដើម្បីចែកជូនអ្នកទាំងអស់គ្នាការណាត់ជួបលើកដំបូងគឺជាឱកាសដ៏សំខាន់ដើម្បីបង្កើនភាពស្និទ្ធស្នាលកុំឲ្យមានអារម្មណ៍ថាភ័យខ្លាចឬក៏មានសម្ពាធអ្នកគួរណាត់បែបសាមញ្ញងាយស្រួលនិងមានផាសុកភាព1ជ្រើសរើសពេលវេលានិងទីកន្លែងឲ្យសមស្របគួរជ្រើសរើសហាងកាហ្វេដែលជាទីកន្លែងមានបរិយាកាសល្អហាងអាហារដែលគេចូលចិត្តឬកន្លែងដែលមានភាពអ៊ូអរបន្តិចដើម្បីឲ្យគេមានអារម្មណ៍ថាសុវត្ថិភាព2របៀបពោលពាក្យណាត់កុំប្រើពាក្យណាត់ជួបភ្លាមអីបើអ្នកមិនទាន់ច្បាស់ពីចិត្តគេតែត្រូវប្រើពាក្យថាបបួលវិញដូចជាបបួលគេទៅញ៉ាំអីដែលគេចូលចិត្ត3អ្វីដែលគួរធ្វើនៅពេលណាត់ជួបមិនបាច់ស្លៀកពាក់ឡូយឆាយពេកទេតែត្រូវមានរបៀបរៀបរយនិងមានក្លិនក្រអូបប្រហើរត្រូវទៅឲ្យបានមុនម៉ោងដើម្បីបង្ហាញពីភាពច្បាស់លាស់កុំចុចទូរស័ព្ទត្រូវផ្ដោតលើការសន្ទនាជាមួយមនុស្សនៅចំពោះមុខសង្កេតមើលកាយវិការគេសើចសប្បាយរៀបរាប់ច្រើនមានន័យថាគេមានផាសុកភាពជាមួយអ្នកហើយបន្ទាប់ពីត្រឡប់មកវិញកុំភ្លេចផ្ញើសារទៅសួរគេពេលត្រឡប់ទៅដល់ផ្ទះ